Hello បងប្អូនអ្នកគ្នាបងប្អូនអ្នកគ្នាចង់ចេះបង្កើត indicator នៅក្នុង trading menu ដល់ខ្លួនឯងបែបនេះអត់អញ្ចឹងបងប្អូនអ្នកគ្នាមកតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាអញ្ចឹងយើងធ្វើការតម្លើង indicator ទាំងអស់គ្នារបៀបតម្លើងនៅក្នុង trading menu អញ្ចឹងជាដំបូងយើងត្រូវការចូលទៅកាន់ Chrome បាទពេលដែលយើងចូលមកកាន់ Chrome យើងរើសយក email ដែលយើងចង់តម្លើងនេះតម្លើងបែបនេះបងប្អូនហ្នឹងហើយអានេះវាមាន AC high AC low London high London low New York បាទអញ្ចឹងពេលដែលតម្លើងទៅវាចេញសញ្ញាបែបហ្នឹងបែបតែងលក់អញ្ចឹងទៅនេះ Pro buy Pro sell អញ្ចឹងទៅ sweep London high sweep London low អញ្ចឹងទៅបាទអូខេអញ្ចឹងឥឡូវខ្ញុំធ្វើការលុប indicator នឹងចោលបាទបញ្ជាក់ថានេះគឺបង្កើតឲ្យខ្លួនឯងមិនមែនយើងយករបស់គេមកទេណាអូខេអញ្ចឹងដើម្បីបង្កើតបានទី1យើងត្រូវការចូលមកកាន់ជ្រោមឬក៏គេហៅថា trading view យើងវាយ trading view មកណាបាទចូលមកក្នុង trading view របស់យើងរួចហើយទី2យើងទៅមានកូដបាទកូដហ្នឹងពេលបងប្អូនអ្នកគ្នាចង់តម្លើង inbox មកខ្ញុំមកបាទ inbox មកខ្ញុំតាម Telegram ហើយខ្ញុំនឹងតម្លាក់ link group Telegram ក៏ដូចជា link Telegram របស់ខ្ញុំនៅក្នុងcaption ណាបងប្អូនអ្នកគ្នាចង់បានចង់ចេះតម្លើងពេលមើលវីដេអូនេះចេះហើយឆាតមកដល់ឆាតសួរខ្ញុំថាបងខ្ញុំចង់បានកូដ indicator ហ្នឹងគឺខ្ញុំនឹង send ឲ្យបងប្អូនណាគឺ free ទេខ្ញុំ free អាហ្នឹងណាតែខ្ញុំគាត់តែចង់ពឹងឲ្យបងប្អូនគ្នាជួយចុច subscribe channel YouTube ខ្ញុំម្នាក់មួយមកដើម្បីទទួលបាន indicator ហ្នឹងបាទ subscribe share វីដេអូហ្នឹងដើម្បីឲ្យបងប្អូនយើងទាំងអស់គ្នាប្រទេសកម្ពុជាយើងយល់ដឹងពីការបង្កើតដោយ free បាទឲ្យឃើញអ្នកគ្នាណាអញ្ចឹងបងប្អូនអ្នកគ្នាគ្រាន់តែចុច subscribe channel YouTube ខ្ញុំមួយហើយនឹងធ្វើការ share វីដេអូនោះមួយហើយ inbox មកខ្ញុំមកខ្ញុំនឹងផ្ញើកូដនឹងឲ្យតែម្ដងហើយពេលដែលខ្ញុំមានកូដថ្មីខ្ញុំនឹងប្រឡែងឲ្យបងប្អូនអ្នកគ្នាដែរអូខេអញ្ចឹងតោះឥឡូវមកមើលវិធីបង្កើតទាំងអស់គ្នាដំបូងយើងត្រូវមានសំណុំបែបនេះឥឡូវខ្ញុំធ្វើពីដំបូងណាតែខ្ញុំផ្ញើកូដ indicator ឲ្យបងប្អូនអ្នកគ្នាតាម Telegram ចុះឧទាហរណ៍ណាអញ្ចឹងយើងត្រូវការបើកវាណាអញ្ចឹងពេលដែលយើងបើកវាយើងមើលពាក្យថានេះជ្រើសរើសយកពាក្យថា indicator code នេះ indicator នេះ indicator ICT kill zone ណាអញ្ចឹងយើងចុចលើវាហើយយើងជ្រើសរើសពាក្យ indicator ណាចុចលើវាអញ្ចឹងវានឹងនាំឲ្យយើងមកដល់កន្លែង code បាទអញ្ចឹងយើង copy code ទាំងអស់ហ្នឹងមក copy ណាព្រោះតើតើនឹង indicator ទាំងអស់មួយវាមិនមែន code តិចទេបងប្អូនអញ្ចឹងយើង copy យកទាំងអស់ខ្វះមួយក៏មិនដើរយើងចុចខុសមួយក៏ដើរដែរបញ្ជាក់ថាអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើឲ្យបងប្អូនគ្នាមើលថារបៀបខ្ញុំ copy មកអញ្ចឹងខ្ញុំ copy ខ្ញុំអូសមកក្រោមអញ្ចឹងមកបាទចឹងខ្ញុំទៅកា copy អញ្ចឹងបងប្អូនគ្នាធ្វើតាមខ្ញុំណា copy យើង click វាយកមកដល់ក្រោមហើយចាំយើង copy ណាយើង click វាយកទាំងអស់សិនចាំ copy បងប្អូនគ្នាទៅមើលមួយណាបាទតែមើលសារអត់ចេះទេបងប្អូនមើលសារធ្វើអត់ត្រូវទេណាតើតែយើងធ្វើមួយមើលវីដេអូខ្ញុំពីដើមដល់ចប់បានយើងអាចចេះបាទអានេះគឺសិតតែជាកូដខ្ញុំឃើញបងប្អូនអ្នកគ្នាក្នុង YouTube មួយចំនួនគាត់បរៀនតែយករបស់ free មកប្រើឯងមិនមែនជាកម្មសិទ្ធិរបស់ខ្លួនឯងណាឥឡូវគឺខ្ញុំបរៀនគឺយើងនឹងខ្លាចជាកម្មសិទ្ធិកម្មសិទ្ធិរបស់យើងខ្លួនឯងហ្នឹងយើងមាន slide style ខ្លួនឯងមាន editor ខ្លួនឯងមិនហាត់ចាំទៅយករបស់គេ free អាខ្លះគេលក់យើងបងខែអីឲ្យគេទេមកឥឡូវធ្វើតាមខ្ញុំមកនឹងបង្កើតខ្លួនឯងមកបានហ្មងតែតោះតែកូដវាអាចតាម indicator ខ្លះ style វាផ្សេងគ្នាអញ្ចឹងទៅកូដវាខុសគ្នាអញ្ចឹងខ្ញុំនឹងបើខ្ញុំមានកូដថ្មីខ្ញុំតម្លាក់ឲ្យបងប្អូនអ្នកគ្នាក្នុង YouTube ផងក្នុង Telegram ផងអញ្ចឹងទៅគ្រាន់តែសុំមួយគឺជួយចុច subscribe channel YouTube ខ្ញុំហើយនឹងធ្វើការ share វីដេអូនេះបាទអូខេអញ្ចឹងពេលខ្ញុំ scroll វាអស់អញ្ចឹងហើយខ្ញុំ copy តែម្ដងណា copy បាទ copy ហើយយើងចូលមកកាន់ក្នុង
trading view ក្នុងជ្រុំយើងវិញណាបាទអូខេអញ្ចឹងយើងមើលកន្លែងនេះកន្លែង point enter នេះបាទ pin enter នេះគឺយើងមើលយើងចុចបើថាយើងចូលមកដំបូងយើងអត់មានអីទេអញ្ចឹងយើងមើលក្រោមគេកន្លែង pin editor នេះអញ្ចឹងយើង copy code មិញហើយមិនអីអញ្ចឹងយើងយកមកផាសនៅកន្លែងហ្នឹងហ្មងផាសចុចកន្លែងលេខ1ហ្នឹងផាសយកគ្នាហ្មងណាផាសមកវាឡើង code មកបែបហ្នឹងតាមពិតទៅបងប្អូនអាវិធីទាំងអស់ហ្នឹងវាមិនមានអីពិបាកអីបងប្អូនណាតែគេអត់មានចែកម្លែកទេហ្នឹងហើយណាតែគេអត់ចែកម្លែកយើងទេបាទវាអត់មានអីពិបាកសោះអាហ្នឹងអ្នកខ្លះក៏យកអាមេរៀនហ្នឹងទៅលក់យកជាលុយអីចឹងទៅតើឥឡូវខ្ញុំមកស្រាវចម្ងល់ថាគឺ free ឲ្យបងប្អូនអូខេពេលដែលយើងធ្វើអញ្ចឹងហើយនេះយើងទៅការ save នេះបងប្អូនគេថា save ណាបើខ្ញុំ save ហើយម្ដងអញ្ចឹងមិនបែរអត់ save បងប្អូនដូចគ្នាពេលបងប្អូនដូចគ្នាអត់ធ្លាប់ធ្វើវានឹងមានពាក្យ save កន្លែងហ្នឹងនៅម្ដុំម៉ៅខ្ញុំហ្នឹងបាទបងប្អូនដូចគ្នាត្រូវរកឲ្យឃើញណាហ្នឹងហើយយើងត្រូវរកពាក្យ save នោះឲ្យឃើញណាអូខេពេលដែលបងប្អូនដូចគ្នាអត់មានគឺត្រូវតែ save បើខ្ញុំធ្លាប់ដាក់ហើយមួយសារខ្ញុំលុបចោលអញ្ចឹងទៅវាជាប់ស្រាប់អញ្ចឹងវាអត់ចេញពាក្យ save ឲ្យយើងទៀតទេអញ្ចឹងបងប្អូនដូចគ្នាត្រូវចំណាំកន្លែងហ្នឹងបញ្ជាក់ទៅហើយបញ្ជាក់ទៀតថាកន្លែងហ្នឹងនឹងមានពាក្យ save ឲ្យបងប្អូននេះនៅក្រោមម្ដុំម៉ៅរបស់ខ្ញុំនេះនៅម្ដុំហ្នឹងនៅមួយជួរហ្នឹងមានពាក្យ save ទូចមួយអញ្ចឹងបងប្អូនគ្នាត្រូវ save បាទពេលដែលយើង save ហើយណាពេលដែល save ហើយយើងចុចមើលខាងនេះ add to chart នេះអញ្ចឹងយើងចុច add to chart នោះទៅ verb អូខេអញ្ចឹងវាធ្វើការគេអញ្ចឹង indicator ហ្នឹងតឡើងហើយជោគជ័យរួចរាល់ជាបរិបូរអញ្ចឹងយើងហើយបងប្អូនគេអត់មានអីបែរឃើញទេណាតែគេអត់បរៀនយើងគេទុកអាមេរៀនហ្នឹងខ្លាចទៅយកលុយ100 200ឬក៏50 30 ដុល្លារសាច់តែគេបរៀនទៅបាទហ្នឹងហើយតាមពិតទៅអាការតឡើងហ្នឹងមកប៉ុណ្ណឹងមិនញិចហើយយើងចង់ប្រើមកយើងកែ option អីផ្សេងយើងមើល setting វាមកបាទ setting វាមានអីខ្លះយើងចង់កែ lifestyle របស់យើងអានេះ show time យើងចង់កែអាណាដកអាណាអានេះគេថា show point បើកមកចង់ប្រើបើកមកអានេះយុទ្ធសាស្ត្រ ICT concept ហ៎បងប្អូនហ្នឹងហើយចង់ប្រើណាថិចអាហ្នឹងមកបងប្អូននេះឃើញទេពេលយើងបើកទៅវាមកអញ្ចឹងណាអានេះយើងសេរី time សេរីអីខ្លួនឯងទៅបាទយើងមួយក៏មិនមកអីស្អែកតែបងប្អូននេះអាហ្នឹងយើងចង់ប្រើនេះអត់នេះ breaker នេះអានេះប្រើអត់បើចង់ប្រើក៏បើកបើមិនប្រើទេបិទទៅព្រៃរូបមន្តនេះគឺយើងមានទៅក្នុងនឹងអស់ហើយនេះ ICT concept គឺមានទាំងអស់បើកអស់ option ណាដែលយើងឆ្លាញ់ប្រើបើកមកបើយើងអត់ប្រើបិទបើយើងចង់ប្រើអាណាបើកអាហ្នឹងមកណាអ្នកដែលប្រើ ICT concept អីយល់អស់ហើយអាហ្នឹងបើកមកអត់តែឆ្លាញ់បើកបើមិនឆ្លាញ់ទេបិទវិញអស់កុំឲ្យញ៉ៃហ្នឹងហើយអូខេអានេះក៏បានដែរនេះទៅអានេះសំខាន់ដែរអូខេអានេះត្រូវប្រើដែរអញ្ចឹងតើតើនឹង indicator ICT concept នេះវាមានច្រើន tool ឲ្យយើងជ្រើសរើសអានេះក៏ប្រើបើសិនជាប្រើក៏ប្រើទៅនេះOSI signal នេះបើយកប្រើទេបិទវាវិញទៅហ្នឹងហើយអូខេអញ្ចឹងវីដេអូរបៀបតឡើងគឺខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនបាទបើសិនជាចង់ចេះប្រើចង់បានកូដឆាតមកខ្ញុំផ្ទាល់តាម Telegram ក្នុង caption ខ្ញុំនឹងដាក់ link Telegram ដាក់ link group Telegram របស់ខ្ញុំឲ្យបងប្អូន join ហើយក៏ join group Telegram នឹងមាន signal ទៀតបាទមាន signal នៅក្នុងនឹងទៀត signal ក្នុង group របស់ខ្ញុំណាបាទ free ទេបងប្អូនណា join free ហ្នឹងហើយ join free បាទអូខេអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងសូមជម្រាបលាបងប្អូនទាំងអស់គ្នាបាទ